sau đóលោកគ្រូពេជ្រផាន់របូតឡាននៅក្នុងជំនាញនេះក៏អបអរសាទរលោកគ្រូសេមិនថេនដែលទទួលបានឡានមួយគ្រឿងចូលក្លឹបជំរាបសួរក៏សួស្តីពុកម៉ែបងប្អូនកម្មវិធី The Battle of Three Kingdom ជំនាញនេះបានបញ្ចប់ហើយក៏រកលោកគ្រូដែលទទួលបានឡានពីអាប់មួយគ្រឿងឃើញដែរជំនាញនេះគឺលោកគ្រូសេមិនថេនទទួលបានឡានមួយគ្រឿងក្នុងការប្រកួតកម្មវិធី The Battle of Three Kingdom គឺ4-0បងប្អូនអញ្ចឹងស្របបន្ទុកមកលោកគ្រូសេមិនថេនគាត់បាន4បន្ទុកចំណែកឯលោកគ្រូឆ្នើមបាន2បន្ទុកលោកគ្រូធនសភាគាត់បាន1បន្ទុកទេសម្រាប់ការប្រកួតកម្មវិធី The Battle of Three Kingdom នេះតាំងពីគូ1រហូតដល់គូ6ពុកម៉ែបងប្អូនគឺអត់ខកបំណងទេជាពិសេសការប្រកួតរបស់កបីព្រៃពេជ្រសម្បត្តិប៉ះជាមួយនឹងធនមិញហុងបងប្អូនគឺចំណុចនេះ5ទឹកពេញបងប្អូនហើយបងប្អូនខ្លះក៏ខមមិនថាគូនឹងអត់ចាប់ទឹកទេអាចនឹងស្លាប់ប៉ុន្តែជាក់ស្ដែងគឺអត់ស្លាប់ទេបងប្អូនគឺ5ទឹកពេញហើយការប្រកួតនោះគឺចំណុចនេះធនមិញហុងក៏ល្អពេជ្រសម្បត្តិក៏ល្អនិយាយរួមគឺគាត់ការប្រកួតរបស់គាត់គឺធ្វើឲ្យពុកម៉ែបងប្អូនក៏ក្រើកមែនទែនចំណុចនេះអញ្ចឹងលោកគ្រូឆ្នាំជាមួយនេះគឺបានមកបន្ទុកពីពេជ្រសម្បត្តិផងដែរចំណែកឯពេជ្រអាទិទេពជាមួយប៉ែនកាយ៉ាស៊ីនវិញក៏មិនធម្មតាដែរបងប្អូនក៏ក្រើកដែរហើយប៉ុន្តែអ្វីដែលសោកស្ដាយនោះគឺពេជ្រអាទិទេពបោះបង់ការប្រកួតនៅចុងទឹក4ដើមទឹក5បងប្អូនអញ្ចឹងបន្ទុកគឺបានទៅលើប៉ែនកាយ៉ាស៊ីនធ្វើឲ្យលោកគ្រូសេនមែនថេនទទួលបានឡានមួយគ្រឿងក្នុងយុគនេះហើយកម្មវិធី The Battle of Three Kingdom នេះយុគមិញកាន់តែយុគជ្រៅប៉ុន្តែ view អ្នកមើលកាន់តែច្រើនបងប្អូនគឺទទួលបានរហូតដល់ 208k ជាងអញ្ចឹងយុគមិញនេះសោកស្ដាយលោកគ្រូពេជ្រសុផាន់ដែលមិនអាចទទួលបានឡានមួយគ្រឿងចូលក្លឹបក៏អបអរសាទរលោកគ្រូសេនមែនថេនដែលទទួលបានឡាន pick up មួយគ្រឿងចូលក្លឹបហើយសម្រាប់ការប្រកួតវិញគឺតាំងពីគូ1រហូតដល់គូ6ពុកម៉ែបងប្អូនគឺគូកបីព្រៃពេជ្រសម្បត្តិជាមួយនឹងធនមិញហុងពេជ្រអាទិទេពប៉ះជាមួយប៉ែនកាយ៉ាស៊ីនប៉ុន្តែយ៉ាងណាមិញខ្ញុំសោកស្ដាយពេជ្រអាទិទេពយុគមិញនេះប៉ុន្តែគាត់គឺធ្វើបានល្អមែនទែនព្រោះអីបងប្អូនឃើញការប្រកួតអីយ៉ាស៊ីនគឺធំហើយគាត់ខ្ពស់អញ្ចឹងហើយពេជ្រអាទិទេពក៏រៀងពិបាកដែរតែយ៉ាងណាពេជ្រអាទិទេពយុគមិញនេះគាត់ធ្វើបានល្អមែនទែនគាត់អាចឈរវាជាមួយនឹងប៉ែនកាយ៉ាស៊ីនរហូតដល់4ទឹកបងប្អូនហើយក្នុងនោះក៏មានរាប់3ដងក្នុងការប្រកួតរបស់គាត់ផងដែរអញ្ចឹងសរុបមកលោកគ្រូសេនមែនថេនយុគមិញនេះគឺកសោបបានឡានមួយគ្រឿងចូលក្លឹបឯងបងប្អូនលោកគ្រូឆ្នាំនិងលោកគ្រូធនសភាគាត់អត់ទទួលបានឡានទេក៏ប៉ុន្តែគាត់ទទួលបានការលើកទឹកចិត្តពីអ្នកអង្គការសម្អាងវឌ្ឍនៈគឺឧបត្ថម្ភលុយ20លាននិងអមដោយ iPhone 17 Pro Max មួយគ្រឿងម្នាក់ទៀតបងប្អូនអញ្ចឹងទោះជាលទ្ធផលមិនបានល្អក៏នៅតែអ្នកអង្គការសម្អាងវឌ្ឍនៈគាត់ឧបត្ថម្ភនិងលើកទឹកចិត្តដែរព្រោះតែលោកគ្រូទាំងពីរក៏ជាលោកគ្រូដែលបណ្ដុះធនធានកីឡាករគុនខ្មែររបស់យើងនិងដឹកនាំគុនខ្មែររបស់យើងទៅមុខទៀតបងប្អូនហើយណាមួយលោកគ្រូទាំង3លោកគ្រូរូបណាបានឡានក៏អត់បញ្ហាដែរព្រោះសិតតែជាលោកគ្រូខ្មែរដូចគ្នាហើយណាមួយក៏គាត់ជាគ្រូដែលបណ្ដុះធនធានកីឡាករដូចគ្នាអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូពីដើមដល់ចប់ហើយអរគុណដែលតែងតែស្រឡាញ់គាំទ្រកុំភ្លេចជួយ like និង follow page admin ម្នាក់មួយផងដើម្បីទស្សនាវីដេអូក្រោយៗទៀតដើម្បីដឹងពីព័ត៌មានឬក៏ការវឹកហាត់ពីសកម្មភាពក្នុងក្លឹបលោកគ្រូឆ្នាំអញ្ចឹងណាហើយអរគុណជម្រាបលាពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត